បាទជំរាបសួរកីឡាករសុករឹតបាទជំរាបសួរមកចាស់មេដៃមាសបាទទាំងប្តីទាំងប្រពន្ធហើយទៅប៉ុស្តិ៍លេខ5គឺធ្វើបានល្អមែនតើដូចជាមិនដែរចាញ់ទេទៅប៉ុស្តិ៍លេខ5ដែរចាញ់ទេអត់ដែលចាញ់ទេឥឡូវឮថាសប្តាហ៍នេះត្រូវទៅធ្វើការប្រកួតនៅប៉ុស្តិ៍លេខ5ទៀតហើយត្រូវប៉ះជាមួយនឹងកីឡាករបារាំងម្ដងធ្លាប់ប៉ះបារាំងនេះពីមុនមកដូចជាអត់ទេអញ្ចឹងមានន័យថាលើកទី1ត្រូវប៉ះជាមួយនឹងកីឡាករអេឌ្រៀនដាស៊ីលវ៉ាធ្លាប់មកប្រកួតនៅប៉ុស្តិ៍លេខ5ដែរស៊ូណាស់កីឡាករបារាំងរូបនេះឥឡូវមិនដែរដាក់គោលដៅបែបណាប៉ះជាមួយកីឡាករបារាំងខំធ្វើឲ្យបានល្អបងខំធ្វើបានល្អណាស់ឃើញថាមានការផ្ដាច់មកផ្ដាច់មានការផ្ដាច់និយាយរួមទៅវៀតណាមនេះដូចជាបានប្រាក់ឧបត្ថម្ភច្រើនមែនតើសម្រាប់ព្រឹត្តណាបាទឃើញថាទៅម្ដងណាក៏បានប្រាក់ឧបត្ថម្ភដែរសរុបទ្រូទៅឲ្យក្រែលដែរណាឲ្យតែទៅដាស់អ្នកចម្បាំងឲ្យមើលពីសន្ទុះការគ្រប់គ្រងពុកម៉ែបងប្អូនសម្រាប់វត្តរបៀងសុករឹតស្ទាល់នៅសង្វៀនដាស់អ្នកចម្បាំងគុណខ្មែររបស់ប៉ុស្តិ៍លេខ5ហ្នឹងយ៉ាងម៉េចដែរច្រើនណាចាមុនឲ្យតែខ្ញុំអត្ថាធិប្បាយដល់ហ្នឹងណាឃើញសុករឹតទៅវាយបដាភរិយាទៅបដាបើឧទាហរណ៍ថ្ងៃណាមួយដាស់អ្នកចម្បាំងគុណខ្មែរចាប់សុករឹតឲ្យប្រកួតនៅថ្ងៃអាទិត្យឲ្យដាក់នៅស្រីពៅឲ្យវាយថ្ងៃអាទិត្យដែរមិនដែរល្អណាស់អញ្ចឹងថ្មីប្លែកទៀតហើយមែនអត់និយាយរួមទៅតាំងពីឆ្លាញ់គ្នារហូតដល់ចាប់ដៃគ្នារៀបអាពាហ៍ពិពាហ៍មកដល់ឥឡូវដែរឡើងប្រកួតសង្វៀនតែមួយថ្ងៃតែមួយកម្មវិធីតែមួយអញ្ចឹងដូចជាអត់ទេណាហើយចុះបើសិនជាគេរៀបចំឲ្យមានយល់ឃើញបែបណាដែរសម្រាប់ប្រកួតឬក៏មិនចង់ប្រកួតនៅក្នុងកម្មវិធីតែមួយអញ្ចឹងទេអត់អីល្អបងល្អណាស់ទៅប្រកួតខ្លាច់រឿងភ័យខ្លួនឯងប្រកួតអត់ភ័យទេខ្លួនឯងប្រកួតអត់ភ័យទេបាទប្រកួតរឿងភ័យមូលហេតុអីណាបានភ័យអត់ដឹងទេបងអត់ដឹងសុកទៅកាយគេភ័យបារម្ភមិញបងចេះតែបោកពោះបាទបោកពោះខ្លាំងវាយខ្លួនឯងបែកមុខបែកមាត់បែកឈាមអីក៏ដោយក៏អត់អីដែរអត់តែបើប្រកួតឡើងបាយភ័យមកធ្លាប់តែឲ្យទឹកគាត់ទេឥឡូវនិយាយពីអារម្មណ៍បន្តិចមើលអារម្មណ៍ពេលឲ្យទឹកស្រីពៅយ៉ាងម៉េចដែរហើយការបារម្ភចិត្តប្រយ័ត្នហើយចុះឥឡូវប៉ះជាមួយកីឡាករបារាំងយល់ឃើញបែបណាដែរប៉ះកីឡាករបារាំងលើដំបងនៅក្នុងអាជីពហើយទៅវាយទៅសង្វៀនដាស់អ្នកចម្បាំងគុណខ្មែរដែលខ្មែរបែបវិជាឧបត្ថម្ភផ្ដាច់មុខយល់ឃើញបែបណាដែរថាទៅខ្ញុំបានទៅវាយប៉ុស្តិ៍លេខ5ហើយបាននៅកម្មវិធីដាស់គឺសប្បាយចិត្តខ្លាំងឥឡូវដាក់ក្តីសង្ឃឹមបែបណាដែរខ្ញុំដល់វាយបងកាចទៅដល់វាយកាចណែសុកធីការវិស័យផ្ដាំមុនសុកធីទៅវាយកាចខ្លាំងណាឃើញអ្នកគ្រប់គ្រងគាត់ពេញចិត្តដែរអញ្ចឹងសង្ឃឹមថាសុករឹតនឹងវាយអាកាចដែរឥឡូវមានអីនិយាយផ្ដាំផ្ញើទៅកាន់ពុកម៉ែបងប្អូនអ្នកតាមដានវិស័យកីឡាបដាល់គុណខ្មែរមកបន្តិចក៏អត់សម្រាប់ការបង្ហាញវត្តមាននៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះបាទសូមពុកម៉ែបងប្អូនចូលរួមទស្សនាបានច្រើននៅព្រៃកពឹសហើយនឹងតាមស្ថានីយ៍ឬតាមឡាយសុតអីចឹងណាបងចូលរួមបានច្រើនហើយខ្ញុំនឹងធ្វើអស់ពីសមត្ថភាពខ្ញុំបើថាខ្ញុំមានឱកាសផ្ដាច់ខ្ញុំផ្ដាច់ហើយសន្យាថាអាទិត្យនេះខ្ញុំនឹងកាចបងហើយកាចបាទហើយចូលរួមស្នាបានច្រើនហើយសូមអរគុណបាទអរគុណសុករឹតជូនពរជោគជ័យ